ទោះបីមិនទាន់មានព័ត៌មានផ្លូវការពីចំនួនអ្នកស្លាប់ដោយសារគ្រោះរំជួយដីនៅប្រទេសថៃថាក្នុងចំណោមសាកសពចំនួន17នាក់ដែលបានរកឃើញគិតត្រឹមថ្ងៃទី30ខែមីនាឆ្នាំ2025នោះក៏អាជ្ញាធរខេត្តបន្ទាយមានជ័យបានដឹងថាមានពលរដ្ឋខ្មែរចំនួន3នាក់ស្រី1នាក់សង្ស័យស្លាប់ដោយសារការបាក់រលំសំណង់អគារដែលកំពុងសាងសង់មានកម្ពស់30ជាន់បើតាមព័ត៌មានទទួលបានពីរដ្ឋបាលខេត្តបានដឹងថាពលករខ្មែរចំនួន3នាក់ស្រី1នាក់នោះសង្ស័យថាបានស្លាប់ដោយសារការរំជួយដីនៅប្រទេសថៃកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025យ៉ាងណាក៏ដោយមិនទាន់ទទួលបានព័ត៌មានជាក់លាក់នៅឡើយនោះទេតែដឹងថាបាត់ខ្លួននៅចំណុចអគារបាក់នោះដែលពីអ្នកប្តីប្រពន្ធនោះជាអ្នកនៅក្រុងសិរីសភ័ណ្ឌរីឯម្នាក់ទៀតគឺជាយុវជននឹងបានរកឃើញសពហើយគឺជាអ្នករស់នៅស្រុកម៉ាឡៃលោកស្វាយជាអភិបាលស្រុកម៉ាឡៃបានថ្លែងថាអាជ្ញាធរទទួលបានព័ត៌មានពីសាច់ញាតិនិងអគ្គកុងស៊ុលកម្ពុជាថាមានជនរងគ្រោះម្នាក់ឈ្មោះមាសវាងភេទប្រុសអាយុ25ឆ្នាំជាកម្មករសំណង់រស់នៅក្នុងភូមិបាឡាំងឃុំតកុងស្រុកម៉ាឡៃបានស្លាប់ដោយសារការរំជួយដីនៅប្រទេសថៃពេលនេះបានរកឃើញសពហើយនិងបានបញ្ជូនមកកម្ពុជានៅថ្ងៃទី31ខែមីនាឆ្នាំ2025នេះហើយក៏បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីលោកស្រីសុផលអភិបាលក្រុងសិរីសភ័ណ្ឌបានថ្លែងថាអាជ្ញាធរទទួលបានព័ត៌មានពីសាច់ញាតិពីអ្នកប្តីប្រពន្ធថាបានបាត់ខ្លួននៅកន្លែងធ្វើការសំណង់នៅពេលដែលមានការរំជួយដីបាក់អគារនៅប្រទេសថៃតែរហូតមកទល់នៅពេលនេះមិនទាន់រកឃើញនៅឡើយនោះទេដោយពីអ្នកប្តីប្រពន្ធនោះគឺប្តីមានឈ្មោះថាសានសឿនអាយុ38ឆ្នាំប្រពន្ធឈ្មោះសុកកឹមសីអាយុ31ឆ្នាំជាកម្មករសំណង់ដូចគ្នាមានទីលំនៅក្នុងភូមិតាម៉ាសង្កាត់មកៈក្រុងសិរីសភ័ណ្ឌលោកអភិបាលក្រុងបានបញ្ជាក់ទៀតថាសាច់ញាតិដែលធ្វើការជាមួយនៅប្រទេសថៃបានប្រាប់ថាជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបានបាត់ខ្លួននៅពេលធ្វើការខណៈពេលដែលមានការរំជួយដីបាក់អគារនោះប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់រកឃើញថាស្លាប់ឬរស់នៅឡើយនោះទេហើយក្រុមអ្នកជួយសង្គ្រោះថៃកំពុងតែរុករកនៅចំណុចអគារដែលបានបាក់នោះ